ពេលដែលគាត់ប្រកាន់លបឿនឡាននោះប្រកាន់លបឿនដែរការលបឿនដូចគ្នានេះគាត់ចន់ប្រាំងធ្លាក់ដែរចន់ប្រាំងដែរនេះថ្ងៃខ្ញុំមានវីដេអូថ្មីចង់បង្ហាញតែต้องនឹងមុខងារ Radar Cruise Control ហើយឡានដែលខ្ញុំបង្ហាញហ្នឹងគឺជាប្រភេទរថយន្ត Pro ទេបងមក Pro ឆ្នាំ2012 Option 5ហើយមួយគ្រឿងនេះគឺជាប្រភេទ Plug-in ទៀតបងណាបាទប៉ុន្តែមុននឹងខ្ញុំបង្ហាញខ្ញុំប្រាប់ថាមុខងារ Radar Cruise Control ហ្នឹងវាមានន័យថាម៉េចមុខងារ Radar Cruise Control ហ្នឹងគឺមានន័យថាយើងកំណត់លបឿនណាមួយបាទយើងចាប់លបឿនឡាននៅខាងមុខយើងថាឡាននៅខាងមុខយើងហ្នឹងជីប្រមាណគឺឡានរបស់យើងកំណត់ជីប៉ុណ្ណឹងដូចគ្នានៅពេលដែលឡានខាងមុខជាន់ហ្វ្រាំងគឺឡានរបស់យើងគឺវានឹងជាន់ហ្វ្រាំងអូតូម៉ាទិកបន្ថយលបឿនដូចគ្នាអញ្ចឹងដើម្បីបើកដំណើរការបានទីមួយគឺយើងចុចកន្លែងនេះ Cruise Control នៅខាងក្រោមចង្កូតនេះបាទយើងចុចមកហើយនៅលើតាប់ឡូយើងនឹងឃើញសញ្ញាបាទវាដាក់ Cruise Control ពណ៌បៃតងនោះបាទពណ៌បៃតងបន្ទាប់មកវានឹងចេញពាក្យថា Radar Ready បាទ Radar Ready ហើយបន្ទាប់ពីចេញកន្លែងហ្នឹងហើយចុចកន្លែងនៅលើប៊ូតុងដៃចង្កូតចុចមកនោះគឺវានឹងលោតសញ្ញាចេញមកបាទហើយដើម្បីយើង set យើងធ្វើម៉េចបងបាទគឺយើង set យើងអាចទាញនេះចុះក្រោមមកយើងទាញចុះក្រោមមកគឺវា set ហើយនោះគឺវាលោតពាក្យថា set ពេលដែលគាត់ប្រកាន់លបឿនឡាននោះប្រកាន់លបឿនដែរការលបឿនដូចគ្នានេះគាត់ចន់ប្រាំងធ្លាក់ដែរចន់ប្រាំងដែរបាទនេះគេវាប្រកាន់លបឿនទៅទៀតនេះចន់ប្រាំងដែរនេះគាត់ចន់ប្រាំងគាត់ថយលបឿនឡានយើងក៏ថយលបឿនដូចគ្នាអញ្ចឹងវាMZ មកបាទ Radar Cruise Control អញ្ចឹងបងតែចង់ធ្វើអាចធ្វើតាមវីដេអូខ្ញុំបានហើយបើមានចំណុចអីផ្សេងអាចខមមិនសួរតាមក្រោមវីដេអូបាទអរគុណ